អ្នកទាំងអស់គ្នាដឹងពីចំណាត់ថ្នាក់របស់សាលាឬក៏សាកលវិទ្យាល័យដែលអ្នកទាំងអស់គ្នាកំពុងរៀនអត់ហើយតើមាន website ណាឬក៏ជា standard ដែលយើងអាចដឹងថាសាលាយើងរៀននឹងជាប់ចំណាត់ថ្នាក់លេខប្រមាណនៅលើពិភពលោកអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីសាលា website ដែលគេទទួលស្គាល់ហើយទូទាំងពិភពលោកនឹងមើលពីចំណាត់ថ្នាក់សាលារបស់យើងហើយតើការដឹងពីចំណាត់ថ្នាក់សាលាក៏ដូចជាការរៀននៅសាលាល្បីៗដែលគេទទួលស្គាល់ហ្នឹងវាមានអត្ថប្រយោជន៍ឬអត់អ្នកទាំងគ្នាអ្នកខ្លះគាត់ដឹងហើយអញ្ចឹង website ដើម្បីយើងអាចមើលពីចំណាត់ថ្នាក់សាលាលើពិភពលោកហ្នឹងគឺមានមួយចំនួនមិនមែនតែមួយឬក៏ពីរទេហើយដែលគេប្រើច្រើនហ្នឹងគឺឈ្មោះថា QS ranking ប៉ុន្តែក៏មានដែរដូចជាTHE Time Higher Education អីជាដើមដែលគេមានប្រភេទនៃការ criteria និង metric ដែលគេប្រើដើម្បីវាស់ហ្នឹងវាអាចជាផ្ដោតទៅលើផ្នែកផ្សេងគ្នាប៉ុន្តែដោយសារតែភាគច្រើនខ្ញុំផ្អែកទៅលើ QS ranking អញ្ចឹងខ្ញុំសូមណែនាំពី website ហ្នឹងហើយបើអ្នកដែលគាត់ស្គាល់ឬក៏ធ្លាប់ប្រើហើយគាត់អាចជួយ comment ពីសាលាឬក៏ឈ្មោះសាលារបស់គាត់ឬក៏ក៏ដូចជាលេខរៀងនៃសាលារបស់គាត់នៅលើ website ហ្នឹងបានអញ្ចឹងសម្រាប់ QS ranking គឺគេមានប្រើសម្រាប់វាស់ទៅលើច្រើនផ្នែកដើម្បីដឹងថាតើសាលានឹងមួយជាប់ចំណាត់ថ្នាក់លេខប្រមាណលើពិភពលោកឥឡូវយើងនិយាយពីលទ្ធផលសិនសម្រាប់សាលាដែលជាប់ចំណាត់ថ្នាក់លេខ1ជាប្រមាណឆ្នាំចុងក្រោយនេះគឺឈ្មោះថា MIT គឺជាសាលាដែលផ្នែកលេខ1ប៉ុន្តែសាលាហ្នឹងគឺល្បីខាងផ្នែក Science ហើយនិង Engineering ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាមិនសាលា Harvard ទេចុះក៏មិនសាលា Stanford ដែរក៏មិន Cambridge ឬក៏ Oxford ដែរអញ្ចឹងសាលាទាំងអស់ហ្នឹងចូលឆ្នាំថ្នាក់លេខប៉ុន្មានអញ្ចឹងខ្ញុំនឹងដាក់នៅក្នុងវីដេអូដោយសារតែខ្ញុំនឹងចូលទៅឆែកមើលទាំងអស់គ្នាដូចគ្នាដែរអញ្ចឹងសាលាទាំងអស់ហ្នឹងគឺនៅក្នុង top 10ដូចគ្នាគ្រាន់តែមិនមែនជាចំណាត់សាលាចំណាត់ថ្នាក់លេខ1អញ្ចឹងយើងប្រហែលជាឆ្ងល់ថាអញ្ចឹងសាលាហ្នឹងគេវាស់ដោយប្រើអីគេបានដឹងថាសាលាហ្នឹងលេខ1គឺមាន criteria ច្រើនអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយើងទៅមើលទាំងអស់គ្នាសម្រាប់សាលាហ្នឹងបើសិនជាយើងផ្អែកទៅលើតាធំតែគេឲ្យប្រមាណភាគរយនៅក្នុងចំណោម 100% នៃការវាស់ហ្នឹងគឺគេឲ្យ 50% ទៅលើ research and discovery អញ្ចឹងបើសាលាជាសាលាហ្នឹងផលិតបានជាមួយនឹង research ដែលមាន quality ដែលមាន impact ខ្លាំងនៅលើពិភពលោកអញ្ចឹងគឺទទួលបាន 50% ហើយ indicator ដែលគេប្រើហ្នឹងគឺ academic reputation ជាមួយនឹង citation for faculty អញ្ចឹង academic reputation ហ្នឹងមានថាតើសាលាហ្នឹងគឺល្បីប៉ុណ្ណាហើយមួយទៀត citation per faculty ហ្នឹងគឺការដែល faculty ឬក៏គ្រូហ្នឹងឬក៏សិស្សក៏ដោយហ្នឹងគឺគាត់ទទួលបាន citation ច្រើនប៉ុណ្ណានៅលើការ publish ឬក៏ research របស់គាត់អញ្ចឹងការ research សំខាន់គឺគេប្រើ citation metrics អាហ្នឹងអ្នកទាំងអាចទៅមើលបន្ថែមទៀតបានតែខ្ញុំគាត់ចង់ជម្រាបខ្លីៗប៉ុណ្ណឹងហើយមួយទៀតគឺ employability and outcomes គឺគេឲ្យ 20% មានន័យថានៅពេលដែលសាលានឹងចប់ទៅតើគាត់សិស្សនឹងអាចទទួលបានការងារកម្រិតប៉ុណ្ណាចង់និយាយថាអត្រានៃគាត់ទទួលបានការងារនឹងខ្ពស់ឬក៏ទាបហើយមួយទៀតហ្នឹងគឺ learning experience គេឲ្យ 10% ហើយមួយទៀតហ្នឹងគឺ global engagement គឺគេឲ្យ 15% អញ្ចឹងគឺវាតកតងជាមួយនឹងប្រហែលចំណុចចុងក្រោយគឺមានដូចជា international faculty ratio គេឲ្យ 5% ហើយនឹង international research network សាលាហ្នឹងគាត់មាន network ប៉ុណ្ណាជាមួយនឹងការ collaboration ជាមួយនឹងប្រទេសផ្សេងៗគ្នាអញ្ចឹងគេ 5% ហើយនឹង international student diversity មានន័យថាសាលាហ្នឹងមានសិស្សបរទេសប្រមាណដែលលាយឡំជាមួយនឹងសិស្ស local អញ្ចឹងគឺគេក្នុងហ្នឹងគឺបាន 5% ហើយចុងក្រោយគេដែលគេទៅតែបញ្ចូលថ្មីនេះគឺ sustainability មានន័យថាការដែល contribute ទៅការដែលសាលានឹងគិតគូរទៅលើចីរភាពអត់អញ្ចឹងសរុបទៅបើយើងបូកសរុបទៅគឺ 100% ដែលនៅក្នុងហ្នឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមានទាំង reputation សំខាន់ជាងគេគឺថាសាលានឹងល្បីឈ្មោះប៉ុណ្ណាហើយនឹងតើ research ហើយនឹង discovery របស់សាលានឹងជួយដល់ពិភពលោកច្រើនប៉ុណ្ណាជាមួយនឹង citation ដែរអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាមើលតែឈ្មោះសាលាយើងអាចឃើញពីលេខរៀងក៏ប៉ុន្តែបើសិនជាយើងមើលឲ្យដល់ថាសាលានឹងខ្វះខាតអីគេទៅបានជាបានលេខរៀងប៉ុណ្ណឹងអញ្ចឹងអ្នកទាំងគ្នាអាចទៅឆែកមើលបានយើងគ្រាន់តែវាយឈ្មោះសាលាយើងទៅឧទាហរណ៍ខ្ញុំរៀននៅ KAIS ខ្ញុំអាចដាក់ថា KAIS QS ranking អញ្ចឹងគឺវានឹងចេញមកឲ្យសាលាយើងលេខប៉ុន្មានហើយយើងនឹងអាចមើលបានថាគេឲ្យបន្ទុកប្រមាណភាគរយទៅលើ criteria មួយហ្នឹងអញ្ចឹងសម្រាប់សាលារបស់ខ្ញុំនឹងដាក់ឲ្យអ្នកទាំងគ្នាមើលហើយអ្នកទាំងគ្នាអាចចូលទៅមើលបានដូចគ្នាអញ្ចឹងអូខេអញ្ចឹងនេះគឺជាសាលាដែលខ្ញុំរៀនអញ្ចឹងសាលាហ្នឹងគឺជាប់ចំណាត់ថ្នាក់លេខ53នៅលើពិភពលោក
ដែលហើយយើងអាចមើលបន្ថែមទៀតបានចំពោះព័ត៌មានទូទៅនៃការចូលរៀនក៏ដូចជាផ្នែកផ្សេងៗទៀតពីសាលាហ្នឹងហើយនេះគឺជាដែលខ្ញុំឲ្យមើលមុនហ្នឹងគឺ ranking criteria ថាតើគេប្រើ criteria គេខ្លះដើម្បីវាយតម្លៃនៃការចំណាត់ថ្នាក់សាលាហ្នឹងអញ្ចឹងសាលាខ្ញុំគឺខ្សោយជាងគេហ្នឹងគឺបានតែ10.9% ហ្នឹងគឺ international student ratio មានន័យថាអត់សូវមានសិស្សបរទេសមករៀនទេហើយចំណែកឯដែលបានខ្ពស់ជាងគេរហូតដល់ 96.2 ហ្នឹងគឺ citation for faculty ដែលសាលានេះគឺផ្ដោតទៅលើការ research ហើយនិង new discovery ដូចជាឧទាហរណ៍សាលាបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការផលិតrobot ដែល robot ជើង4ណា robot មានច្រើនប្រភេទប៉ុន្តែ robot ជើង4ហ្នឹងដែលអាចរត់បានក្នុងល្បឿនលឿនជាងគេនៅលើពិភពលោកអញ្ចឹងដោយសារតែresearch discovery ច្រើនអញ្ចឹងទៅធ្វើឲ្យសាលាហ្នឹងមានឈ្មោះល្បីហើយទទួលបានចំណាត់ថ្នាក់នៅក្នុងការ citation ហ្នឹងក៏ច្រើនក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការអាចចូលមករៀននៅសាលានេះក៏ដូចជាអាហារូបករណ៍ដែលសាលារបស់ខ្ញុំឲ្យដូច្នេះខ្ញុំធ្លាប់បាននិយាយមុនហើយជាឈ្មោះអាហារូបករណ៍ឈ្មោះថា Kai Scholarship ដែលនេះជាអាហារូបករណ៍ដែលជាទូទៅគឺបានសម្រាប់និស្សិតដែលគាត់ចង់ចូលរៀននៅសាលានេះទាំងបញ្ញាបត្រក៏ដូចជាថ្នាក់ក្រោយបញ្ញាបត្រមានន័យថាទាំងអនុបណ្ឌិតក៏ដូចជាបណ្ឌិតឬក៏ integrated program ដែលមានទាំងអនុបណ្ឌិតនិងបណ្ឌិតបញ្ចូលគ្នាអញ្ចឹងដើម្បីអាចដឹងបន្ថែមអ្នកទាំងគ្នាតមើលវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីអាហារូបករណ៍ដែលមានឈ្មោះថា Kai Scholarship ហ្នឹងហើយនឹងមានចំណុចមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺថាតើការដឹងអំពីចំណាត់ថ្នាក់សាលារបស់យើងហ្នឹងវាមានអត្ថប្រយោជន៍ប៉ុណ្ណាអត្ថប្រយោជន៍គឺមានការប្រើប្រាស់ផ្សេងគ្នាប៉ុន្តែនេះខ្ញុំនិយាយអំពីកលតិស័កនៃការប្រើនៅក្នុងប្រទេសកូរ៉េបើសិនជាយើងជាសិស្សបរទេសគឺយើងត្រូវការដូរ visa ត្រូវទេអញ្ចឹងបើសិនជាយើងចប់ពីសាលាដែលមានចំណាត់ថ្នាក់ QS ranking ក្នុងចំណោម top 500ចុះក្រោមគឺយើងនឹងទទួលបានដូចជា20ឬក៏25បន្ទុកអញ្ចឹងខ្ទង់ប្រហែល20បន្ទុកសម្រាប់ការបូកចូលក្នុងបន្ទុកក្នុងការដូរ visa ទៅជា visa ក្នុងការ visa រកការងារធ្វើឬក៏ visa ផ្សេងទៀតដែលដោយផ្អែកទៅលើការសន្សំបន្ទុកឬក៏គេហៅថា point based visa អញ្ចឹងនេះគឺជាអត្ថប្រយោជន៍មួយបើសិនជាយើងរៀននៅក្នុងចំណោមសាលាដែលមាន research ហើយនិងសាលាដែលផ្ដោតទៅលើខាង STEM field ច្រើនដូចជាឧទាហរណ៍សាលារបស់ខ្ញុំដែលខ្ញុំរៀនហ្នឹងគឺយើងនឹងទទួលបានឱកាសមួយទៀតគឺ priority នៅក្នុងការដូរ visa ទៅជា visa ដែលគេហៅ F-2-7 គឺយើងនឹងទទួលបាន recommendation ពី president នៃសាលាយើងដើម្បីយើងអាចកាន់ visa ហ្នឹងដោយយើងមិនបាច់ចាំបាច់ដូរ visa មួយឆ្នាំម្ដងឬក៏រយៈពេលណាមួយហើយជា visa ដែលមានអត្ថប្រយោជន៍ខ្ពស់ជាង visa ប្រភេទផ្សេងទៀតសម្រាប់ជនបរទេសដែលគាត់ទៅតែចប់រៀនចប់ថ្មីគេធ្វើហ្នឹងគឺដើម្បីតាក់ទាញសិស្សបរទេសដែលគាត់មានសមត្ថភាពក្នុងការដែលធ្វើការ research នៅក្នុង STEM field ហ្នឹងដើម្បីជួយ contribute ទៅកាន់economy របស់ប្រទេសកូរ៉េចឹងហើយទើបគេមានក្នុង program មួយហ្នឹងអញ្ចឹងការដឹងអំពីចំណាត់ថ្នាក់សាលារបស់យើងគឺអាចជួយបានក្នុងករណីបែបនេះហើយមួយទៀតហ្នឹងគឺនៅពេលដែលយើងដាក់ពាក្យចូលរៀននៅសាលាផ្សេងឧទាហរណ៍សាលាខ្ញុំនឹងដែរក៏គេបញ្ជាក់ឲ្យក៏គេទាមទារឲ្យអ្នកទាំងអស់គ្នាដាក់ដែរថាតើប្រវត្តិរូបនៃសាលាអ្នកទាំងអស់គ្នាធ្លាប់រៀនពីមុនហ្នឹងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខប្រមាណ ranking លេខប្រមាណនៅលើអន្តរជាតិឬក៏នៅលើផ្នែកណាមួយដែលគេថា category គេមានច្រើនដូចជា ranking នៅលើពិភពលោក ranking នៅលើអាស៊ី ranking នៅតាមតំបន់ឬក៏ ranking ដោយតាម subject សាលាខ្លះគឺលេខ1ខាងផ្នែក research ខាងផ្នែក biology ខាងផ្នែក computer science សាលាខ្លះទៀតranking លេខ1 overall អញ្ចឹងវាមានតាមផ្នែកអញ្ចឹងគេនឹងអាចតម្រូវឬក៏អាច optional ដើម្បីគេអាចផ្ដល់ credit បន្ថែមទៀតសម្រាប់សិស្សនឹងចំពោះ application មួយហ្នឹងចឹងហើយនេះគឺជាអត្ថប្រយោជន៍មួយហើយអាចនឹងឆ្ងល់មួយទៀតថាតើសាលាការរៀនសាលានៅខ្មែរនិងការរៀននៅសាលាក្រៅប្រទេសហ្នឹងសញ្ញាបត្រគឺគេទទួលស្គាល់ខុសគ្នាអត់ខ្ញុំនឹងប្រាប់នៅក្នុងវីដេអូបន្ថែមទៀតអ្នកទាំងអស់គ្នាអាចទៅមើលខ្លួនឯងបានបើសិនជាត្រូវការចម្លើយហ្នឹងប៉ុន្តែដោយសារវីដេអូនេះវែងអញ្ចឹងខ្ញុំអត់ចង់និយាយច្រើនប៉ុន្តែខ្ញុំនឹងបកស្រាយថាតើសញ្ញាបត្រដែលចប់ពីក្រៅប្រទេសនិងសញ្ញាបត្រដែលចប់នៅខ្មែរឬក៏ប្រទេសផ្សេងគ្នាហ្នឹងតើគេទទួលស្គាល់នៅក្នុងប្រទេសណាហើយខុសគ្នាអត់ឬក៏ដូចគ្នាអត់មាន
បញ្ហាទេអ្នកទាំងអស់គ្នាអាចជួយ comment ប្រាប់ពីចំណាត់ថ្នាក់របស់សាលាដែលអ្នកទាំងអស់គ្នារៀននៅក្នុង comment ខាងក្រោមហើយខ្ញុំនឹងចូលទៅមើលទាំងអស់គ្នាហើយយើងនឹងចែករំលែកគ្នាចំពោះថាតើសាលានឹងបទពិសោធន៍រៀននៅសាលានឹងមានលក្ខណៈមិនដែរអញ្ចឹងណាអូខេអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយបាយបាយ